បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនណាខ្លះដែលជា fan អ្នកនៅខាងខេត្តកំពតបងប្អូនណាថ្ងៃនេះខ្ញុំធ្វើការ live ពីខាងខេត្តកំពតបងប្អូនជាអ្នកខេត្តកំពតបងប្អូនឃើញទស្សនភាពនេះហើយបងប្អូនជួយចុច like ហើយនឹង follow ដែលជាអ្នក fan អ្នកស្រុកកំណត់ជាមួយគ្នាបងប្អូនអត់សូវចេះនិយាយចេះរៀនថតលេងដោយសារឃើញទស្សនភាពនៅខាងវាលស្រែចឹងវាស្អាតថ្ងៃនេះខ្ញុំស្រែចឹងទៅហើយក៏ឆ្លៀតថតលេងដើម្បីធ្វើការផ្សាយជូនបងប្អូនណាដែលមានចំណងចំណូលចិត្តដូចជាពួកខ្ញុំចូលចិត្តបែបលក្ខណៈបុរាណស្រែចម្ការបាទដោយសារយើងជាអ្នកស្រែចម្ការយើងត្រូវតែយកចិត្តទុកដាក់នឹងស្រែចម្ការរបស់យើងត្រូវការមើលទឹកបាជីអញ្ចឹងទៅគឺក៏ដកស្មោបោចស្មៅអញ្ចឹងទៅតែស្មៅមិនសូវបានបោចប៉ុន្មានទេដោយសារបាញ់ថ្នាំទៅវាងាប់ខ្លះអញ្ចឹងណាហើយវីដេអូនេះផ្ញើជូនអ្នកដែលធ្វើស្រែដូចគ្នាហើយបើអ្នកមិនធ្វើស្រែទេក៏អត់យល់អារម្មណ៍ពីអ្នកស្រែដូចគ្នាបាទបងប្អូនណាដែលអ្នកស្រែដូចគ្នាយល់ហើយថាស្រែស្រូវត្រូវការបំផុតគឺអ្នកថែទាំនឹងហើយបើមិនយើងមិនសូវបានថែដល់ទេបាក់មិនបានផលទេបងប្អូនហើយអ្នកកាន់កាមេរ៉ានេះក៏វាមិនសូវជាចេះថតអីដែរចេះរៀនថតតាមក្មេងៗដែរនេះបងប្អូនមើលនេះទេសភាពនៅខាងស្រុកខ្ញុំនេះហើយបាក់ទំនប់អត់ថាទប់វាចូលទឹកឲ្យវាបានទឹកបន្តិចលើបាក់អត់ហើយហ្នឹងហើយបងប្អូនអើយនេះវីដេអូខ្លីៗដោយសារដែលពេលវេលាតិចហើយឃើញនេះទំនប់តែទប់ចូលស្រែហ្នឹងឲ្យវាខំបានទឹកតិចឥឡូវវាបាក់អញ្ចឹងយើងត្រូវការទប់អញ្ចឹងទុកកាមេរ៉ាថតមកបន្តិចហ្នឹងសិនបាទបងប្អូនណាហើយទៀតចាំខ្ញុំធ្វើការ live ផ្ទាល់ដើម្បីចែកជូនបងប្អូនមើលទិដ្ឋភាពរបស់ស្រុកខ្ញុំនេះគឺជាស្រុកជុំគិរីបងប្អូនណាជុំគិរីនេះអីណាភ្នំជុំក៏បានជុំគិរីក៏បានដោយសារហ្នឹងវាគិរីប្រែថាភ្នំវាពាត់ជុំវិញហ្មងណានេះសិតតែភ្នំបងប្អូនឃើញទេភ្នំនេះភ្នំវាពាត់ជុំវិញសិតតែភ្នំនេះហៅភ្នំដំរីរមៀលបងប្អូនណានៅខាងខេត្តកំពតស្រុកជុំគិរីខ្លះស្គាល់ភ្នំដំរីរមៀលដំរីរមៀលហ្នឹងនៅជាប់នឹងតាកែវដែរហ្នឹងនេះបងប្អូនហ្នឹងហើយសូមបញ្ចប់ការ live ឬក៏ថតវីដេអូប៉ុណ្ណឹងសិន